ដល់ខែហើយបងប្អូនអើយបកាថ្លោស្លោថ្លាឆ្វង់ដូចជាហួយចឹងហើយយើងយកមកញ៉ាំមួយទឹកត្រីកោះកុងគឺជាតិខ្លាំងមែនទែនបងប្អូនអ្នកគ្នាបកានេះមិនមែនជាបកាដែលឃើញមើលទៅយ៉ាងញើទេបកាថ្លាដូចជាហួយចឹងយើងញ៉ាំទៅគឺឆ្ងាញ់ជាតិខ្លាំងអត់ឆ្អាបទេបងប្អូនអ្នកគ្នាអានេះខ្ញុំញ៉ាំអត់មានផ្ទាប់ជាមួយបន្លែមួយអីទេគឺចាក់បានភ្លាមដកពីស្នហើយគឺយកមកញ៉ាំឲ្យបងប្អូនមើលតែម្ដងដាក់ទឹកត្រីតាមចឹងណាគឺឆ្ងាញ់មែនទែនបងប្អូនអ្នកគ្នាអានេះខ្ញុំចង់ប្រាប់បងប្អូនបន្តិចចាប់ពីខែហ្នឹងទៅដល់ខែ12ខែ1ខែ2ហ្នឹងគឺគេធំចាក់បានច្រើនចឹងបងប្អូនមកលេងកែបមកលេងកពតកោះកុងអីតំបន់ដែលមានសមុទ្រគឺត្រូវហើយដល់ចាក់បកាចាក់មឹកចាក់ត្រីចឹងណាហើយទៅទៀតហត់តែធំជាងហ្នឹងទៀតខ្ញុំចាក់នេះគឺខែ11ចឹងអត់សូវធំខ្លាំងទេហើយយើងដាក់កកមកដុំមកនៅក្នុងកំប៉ុងដែលយើងចាក់បានហ្នឹងគឺយើងចាក់បានគឺយើងខ្លះសេភ្លាមមកចឹងញ៉ាំនៅកន្លែងចាក់ហ្នឹងក៏បានយកឆុងមីញ៉ាំផ្ទះក៏បានដែរញ៉ាំឆៅក៏បានញ៉ាំឆុងមីក៏បានដែរគឺជាតិខ្លាំងមែនទែនហើយខ្ញុំទៅនេះទៅតែមួយផ្លែទេបងប្អូនអ្នកគ្នាយើងចាក់ចង់ដឹងថាមានបកាច្រើនអត់ហើយបកាធំអត់ឃើញថាវាអត់សូវធំខ្លាំងទេហើយក៏អត់សូវសម្បូរដែរអញ្ចឹងបងប្អូនត្រូវការចាក់បានធំឲ្យសម្បូរខ្លាំងតើបងប្អូនជួលទូកជិះចេញពីម៉ោង5ល្ងាចដល់ម៉ោង9 10យប់ទៅចាក់នៅម្ដុំកោះបានប៉ុនមេដៃបងប្អូនអ្នកគ្នាឲ្យច្រើនទៀតចាក់បានម្នាក់2 3គីឡូអញ្ចឹងណានេះខ្ញុំចាក់នៅតំបន់នៅឆ្នេរកែបនៅតំបន់នៅខេត្តកែបទេអញ្ចឹងអត់សូវបានធំឲ្យច្រើនទេអញ្ចឹងបងប្អូនដែលចង់បានច្រើនឲ្យធំអាចមកទូកខាងខ្ញុំក៏បានដែរជូនទៅចាក់នៅកោះអញ្ចឹងបងប្អូនអ្នកគ្នាប្រភេទបកាសថ្លានេះគឺយើងញ៉ាំទៅឆ្ងាញ់មែនទែនបងប្អូនអ្នកគ្នារបៀបថាយើងញ៉ាំស្រស់ណាហើយទំហំប៉ុណ្ណឹងគឺល្មមផ្ទាប់ជាមួយស្លាត់ស្រួយហើយនឹងមានការ៉ុតមានអីចឹងទៅហើយទឹកត្រីកោះកុងយើងដាក់ផ្ទាប់ទៅញ៉ាំឆ្ងាញ់ខ្លាំងបងប្អូនអ្នកគ្នាឡើងផ្អែមហ្មងសាច់វាចឹងបងប្អូនចង់បានបទពិសោធន៍ថ្មីអីអាចទៅចាក់បាននៅខេត្តដែលមានសមុទ្របងប្អូនអ្នកគ្នាខេត្តហ្នឹងណា